យើងជាប្រជាជនខ្មែរគឺជាជនជាតិមួយដែលឈរលើទឹកដីអង្គរនិងជាម្ចាស់ដ៏ពិតប្រាកដលើទឹកដីដ៏ពិសេសមួយនេះដែលមានចំណាស់រាប់រយពាន់ឆ្នាំមកហើយបុព្វបុរសដូនតារបស់យើងបានថែរក្សាការពារទឹកដីនេះទុកឲ្យយើងរស់នៅបានមកដល់សព្វថ្ងៃនេះដែលទោះជាពេលខ្លះវារីកពេលខ្លះវារួមក៏ដោយសារតែផលវិបាកផ្សេងៗក៏ដោយតែយើងក៏នៅតែមានមោទនភាពចំពោះបុព្វបុរសរបស់យើងគ្រប់ជំនាន់ដែលលោកខិតខំពុះពៀពលីជីវិតការពារទឹកដីនិងជាពិសេសបានសាងស្នាដៃជាប្រាង្គប្រាសាទនិងសិលាចារឹកនានាដ៏គួរជាទីស្ញើសរសើរនិងបណ្ដាមនុស្សទូទាំងសកលលោករហូតដល់គេកត់សម្គាល់ថាកម្ពុជាជាប្រទេសនៃប្រាសាទសិលាដ៏ល្បីរន្ទឺនៅលើលោកប្រាសាទសិលាទាំងអស់នេះបានដក់ជាប់យ៉ាងជ្រៅក្នុងដួងព្រលឹងខ្មែរគ្រប់រូបរួមទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលមិនអាចព្រមឲ្យនរណាមកប្រមាថឬក៏ប៉ះពាល់ជាដាច់ខាតយើងជឿជាក់ថាក្នុងសម័យដ៏រុងរឿងនីមួយៗរបស់យើងគឺពិតជាពុំមែនព្រះអង្គរាជាតែអង្គឯងអាចកសាងរក្សាសមិទ្ធផលទាំងនោះបានទេនៅពីក្រោយខ្នងនោះគឺប្រកាសជាមានសេនាអ្នកប្រាជ្ញអ្នកចេះដឹងអ្នកពូកែនៅជ្រុំជ្រែងជុំវិញព្រះអង្គជាមិនខានតែជាអកុសលយើងពុំសូវមានឯកសារឬកំណត់ហេតុអ្វីមួយឲ្យបានគ្រប់គ្រាន់អំពីហេតុការណ៍ស្ដីពីសកម្មភាពល្អឬភាពឆ្លៀសវៃរបស់អ្នកទាំងនោះដើម្បីទុកជាក្បួនតម្រាឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រប៉ុន្មានឡើយតែយើងខ្ញុំសង្ឃឹមថាតទៅមុខយើងពិតជានឹងអាចប្រម៉ែប្រមូលយកមករៀបរាប់ជូនបងប្អូនខ្លះជាមិនខានសិភៅសិល្បៈប្រើបណ្ឌិតដើម្បីសាងជាតិឲ្យគង់ការរុងរឿងជាការរួបរวมប្រម៉ែប្រមូលរឿងនិទានក្នុងប្រវត្តិសាស្ត្រចិនដែលឆ្លុះបញ្ចាំងពីសច្ចភាពអមតៈមួយដ៏មានតម្លៃតាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ននេះស្ដីអំពីរាល់ការដឹកនាំគ្រប់គ្រងដែលមានប្រសិទ្ធភាពនិងរក្សានៅបានស្ថិរភាពចាំបាច់ត្រូវតែពឹងផ្អែកលើកត្តាធនធានមនុស្សជារឿងសំខាន់បំផុតការប្រើមនុស្សដែលអាស្រ័យលើបពួកសាច់ញាតិដោយមិនគិតពីគុណភាពនិងគុណធម៌គឺជាកត្តានាំទៅរកក្តីមហន្តរាយយ៉ាងពិតប្រាកដបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រចិនបានបញ្ជាក់យ៉ាងច្បាស់លាស់ថាអំណាចនៃកម្លាំងបាយអំណាចនៃភាពឃោរឃៅឈ្នានីសអំណាចនៃក្តីលោភលន់នឹងពុំអាចថិតថេរបានយូរអង្វែងឡើយមានតែអំណាចបញ្ញានិងគុណធម៌តែប៉ុណ្ណោះដែលនឹងសាងប្រទេសជាតិឲ្យរឹងមាំចម្រើនរុងរឿងបញ្ញាប្រើសម្រាប់ឆ្លើយតបនឹងបញ្ហាចំពោះមុខនិងអនាគតគុណធម៌ប្រើសម្រាប់បណ្ដុះអំពីអំពើល្អនិងសេចក្តីស្ងប់ដល់មនុស្សគ្រប់គ្នាសិល្បៈប្រើបណ្ឌិតបានបង្ហាញឲ្យឃើញការសម្រេចជោគជ័យរបស់អ្នកដឹកនាំនីមួយៗដោយសារតែចេះស្រាវជ្រាវប្រម៉ែប្រមូលជ្រើសរើសរកមនុស្សពូកែយកមកប្រើដោយប្រគល់ភារកិច្ចសំខាន់ដល់ការទុកចិត្តដោយកំណត់អត់ធ្មត់សម្លឹងវែងឆ្ងាយដើម្បីក្តីរីកចម្រើនរបស់ប្រទេសជាតិយើងខ្ញុំសង្ឃឹមថាលោកអ្នកអានពិតជាជក់ចិត្តនឹងសាច់រឿងដែលប្រកបដោយអត្ថន័យគំនិតប្រាជ្ញាឆន្ទៈមោះមុតគុណធម៌ដែលជាខ្លឹមសារដ៏មានប្រយោជន៍ក្នុងដំណើរជីវិតនិងក្នុងការដឹកនាំគ្រប់គ្រងផងដែរ1លើកមនុស្សល្អឲ្យឡើងសោយរាជ្យតាំងពីជាង 2000 ឆ្នាំមុនគ្រិស្តសករាជមកតំបន់ទន្លេលឿងហួងហឺគឺជាទីរស់នៅរបស់ក្រុមជនជាតិកុលសម្ព័ន្ធជាច្រើនដូចជាជនជាតិ
ហួងអៀននិងលីជាដើមនាចុងយុគសម័យក៏សម្ព័ន្ធបុព្វកាគម្ពីរបុរាណជាច្រើនមានជាអាចដូចជារឿងព្រេងនិទានយ៉ាវសុនជន់មកពីស្រែចម្ការនិងព្រះរាជពង្សាវតាបានកត់ត្រាទុកថានៅសម័យស្ដេចយ៉ាវនៃក្រុងក៏សម្ព័ន្ធយ៉ាងទ្រង់ចូលដល់វ័យជរាទៅហើយនោះព្រះអង្គទ្រង់បានប្រឹក្សាជាមួយបណ្ដាសេនាអាមាត្យដើម្បីជ្រើសរើសរកអ្នកស្នងរាជបល្ល័ង្កអាមាត្យម្នាក់ឈ្មោះហ្វាងឈីបានព្យាយាមលើកដំកើងតាន់ចៅជាព្រះរាជជាទាយាទរបស់ស្ដេចយ៉ាវថាជាអ្នកដែលមានសន្តានចិត្តទូលំទូលាយស័ក្តិសមនឹងឲ្យបន្តរាជបល្ល័ង្កប៉ុន្តែព្រះរាជាយ៉ាវទ្រង់មិនឆ្វេងយល់ដូច្នេះទេទោះបីតាន់ចៅជារាជបុត្ររបស់ព្រះអង្គក៏ដោយក៏ព្រះអង្គនៅតែបដិសេធជាដាច់ខាត់ថាតាន់ចៅជាមនុស្សមានចិត្តឃោរឃៅមិនអាចឲ្យស្នងរាជបល្ល័ង្កបន្តបានឡើយព្រះអង្គទ្រង់ត្រាស់ទៅកាន់មន្ត្រីជាន់ខ្ពស់ទាំង4ថាយើងគ្រងរាជអស់70ឆ្នាំមកហើយពេលយើងឈានចូលដល់វ័យចាស់ជរានេះតើអស់លោកអាចស្នងរាជបន្តពីយើងបានទេតែគ្មាននរណាហ៊ានអះអាងថាខ្លួនអាចទទួលតំណែងនេះបានឡើយពួកគេបានណែនាំអ្នកប្រាជ្ញម្នាក់ឈ្មោះសុនដែលរស់នៅយ៉ាងសាមញ្ញក្នុងទីប្រជុំជនជីងជើជាបុរសម្នាក់ល្បីឈ្មោះថាមានគុណធម៌ខ្ពស់ពោពេញទៅដោយក្តីមេត្តាករុណានិងសន្តោសប្រណីឪពុកម្ដាយនិងប្អូនរបស់សុនសុទ្ធតែជាមនុស្សក្បាកខូចធ្លាប់ប៉ុនប៉ងធ្វើបាបសុនជាច្រើនលើកច្រើនសារមកហើយប៉ុន្តែសុនមិនត្រឹមតែចេះប្រើបញ្ញាដល់ខ្លួនឲ្យបានរួចផុតពីបំណងអាក្រក់ទាំងនោះទេគេនៅតែរក្សាភាពកតញ្ញូទីវេទីចំពោះក្រុមគ្រួសាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនទៀតផងស្ដេចយ៉ាវទ្រង់សពព្រះハរតីជាខ្លាំងនិងបរិសុទ្ធមានគុណធម៌បែបនេះព្រះអង្គក៏បានរៀបចំអភិសេករាជបុត្រីទាំងពីរព្រះអង្គជាមួយនឹងសុនតែម្ដងទៅក្រោយពីពេលនោះមកបន្ទាប់ពីទ្រង់បានសង្កេតនិងសាកពិសោធន៍ជាបន្តបន្ទាប់អស់រយៈកាល3ឆ្នាំរហូតដល់បានជឿជាក់ក្នុងព្រះハរតីហើយទ្រង់ក៏ប្រគល់អំណាចដល់សុនដោយតែងតាំងឲ្យធ្វើជាអ្នកសម្រេចរាជកិច្ចជំនួសព្រះអង្គឯព្រះអង្គគ្រាន់តែជាអ្នកជួយណែនាំចង្អុលបង្ហាញសុននៅពីក្រោយតែប៉ុណ្ណោះដល់ពេលទ្រង់ប្រឈួននិងសោយទីបង្គត់ទៅសុនក៏បានឡើងគ្រងរាជបន្តក្រុមការគ្រប់គ្រងរបស់សុនប្រទេសជាតិមានភាពថ្កុំថ្កើងរុងរឿងហើយភោជផលកសិកម្មក៏ទទួលបានផលយ៉ាងពេញបរិបូរណ៍ផងដែរក្រោយមកពេលដែលក្សត្រសុនទ្រង់ដល់វ័យជរាព្រះអង្គក៏ប្រឹក្សាជាមួយមន្ត្រីជាន់ខ្ពស់ទាំង4ពីបញ្ហាអ្នកស្នងរាជបល្ល័ង្កជាបន្តទៅទៀតមន្ត្រីជាន់ខ្ពស់ទាំងអស់បានជជែកដេញដោលគ្នាយ៉ាងយូរហើយនៅទីបំផុតពួកគេក៏បានស្នើឲ្យឈ្មោះអ៊ីជាអ្នកស្នងរាជបន្តករណីដែលឈ្មោះអ៊ីបានត្រូវជ្រើសរើសឲ្យធ្វើជាស្ដេចនេះបានคล้ายជារឿងដែលមនុស្សម្នានាំគ្នាស្ញើសរសើរជាបន្តរហូតមកដល់អស់កាលជាង400ឆ្នាំហេតុអីទើបคล้ายជារឿងដែលមនុស្សនាំគ្នាស្ញើសរសើរដូចនេះនោះដោយសារតែអ៊ីជាកូនរបស់អតីតអ្នកទោសប្រហារជីវិតម្នាក់
ឪពុករបស់អ៊ីមានត្រកូលតាន់ឈ្មោះឆុងប៉ជាមេកសម្ព័ន្ធមួយនៅស្រុកឆុងបច្ចុប្បន្នស្ថិតនៅភាគខាងជើងស្រុកសុងសានខេត្តហឺណានកាលនៅពីរជ្ជកាលស្ដេចយ៉ាវគ្រប់គ្រងរាជបល្ល័ង្កឪពុករបស់អ៊ីបានទទួលព្រះរាជបញ្ជាឲ្យគ្រប់គ្រងការងារការពារគ្រោះទឹកជំនន់ដោយសារតែឪពុករបស់អ៊ីមិនបានធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់និងមិនបានយល់ច្បាស់ពីស្ថានភាពពិតនៃភាវៈធម្មជាតិគឺធ្វើតាមបែបគំនិតអត្តនោម័តយកវិធីមិនត្រឹមត្រូវមកទប់ទឹកជំនន់ដើម្បីឲ្យលទ្ធផលបែរជាពុំមានប្រសិទ្ធភាពក្នុងកិច្ចការពីគ្រោះទឹកជំនន់រយៈពេល9ឆ្នាំឪពុករបស់អ៊ីបានចំណាយអស់សម្ភារៈនិងកម្លាំងពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុន្តែពុំបានលទ្ធផលល្អប្រសើរអ្វីឡើយគ្រោះទឹកជំនន់ក៏កាន់តែមានសភាពធ្ងន់ទៅទើបឆុងប៉ត្រូវគេកាត់ទោសប្រហារជីវិតទៅក្រោយពេលឆុងប៉ត្រូវគេកាត់ទោសប្រហារជីវិតអ៊ីដែលជាកូនក៏បានបន្តតួនាទីឪពុកក្នុងកិច្ចការពារគ្រោះទឹកជំនន់ជាបន្តទៅទៀតអ៊ីបានធ្វើការបូកសរុបនៅលទ្ធផលនានាកន្លងមកទទួលយកមេរៀននៃការបារាជ័យរបស់ឪពុកដោយផ្ទាល់បដូរវិធីពីទប់ស្កាត់ដែលឪពុកធ្លាប់ប្រើពីមុនមកជាវិធីរំលោះទឹកឬក៏យើងហៅថារំដោះទឹកដោយជីកប្រឡាយបង្ហូរជំនួសវិញគាត់បានលះបង់យ៉ាងធំអស់ពីកម្លាំងកាយចិត្តក្នុងការជីកប្រឡាយដើម្បីតស៊ូលំបាកគ្រប់បែបយ៉ាងចាកចេញពីផ្ទះអស់រយៈពេល13ឆ្នាំដោយធ្លាប់បានដើរកាត់មុខផ្ទះចំនួន3ដងតែមិនបានចូលផ្ទះម្ដងណាទាល់តែសោះនឹងត្រូវឆ្លងកាត់គ្រោះភ័យរាប់មិនអស់ទីបំផុតគាត់ក៏អាចយកឈ្នះលើគ្រោះទឹកជំនន់នោះបានរហូតធ្វើឲ្យប្រទេសជាតិបានស្ងប់សុខរួចចាកផុតពីគ្រោះទឹកជំនន់ដ៏កំណាចនោះទៅអ៊ីមិនបានចោះចាញ់ឬខូចចិត្តដោយសាររឿងឪពុករបស់ខ្លួនដែលត្រូវកាត់ទោសប្រហារជីវិតនោះទេហើយក៏មិនរុញរានឹងការងារនោះដែរគេនៅតែខំប្រឹងប្រែងដើម្បីប្រជាជនលះបង់គំនុំផ្ទាល់ខ្លួននិងព្យាយាមប្រើឲ្យអស់ពីសមត្ថភាពរបស់ខ្លួនបង្កឲ្យកើតជាប្រយោជន៍ជាក់ស្ដែងតស៊ូបដូរដាច់ការបម្រើជាតិនិងប្រជាជនដោយភាពស្មោះត្រង់បំផុតដោយសារតែគាត់បានសាងនៅគុណូបការៈដ៏មហិមាបែបនេះទើបគាត់ក្លាយជាមនុស្សដែលជាទីគោរពស្រឡាញ់និងជាទីសង្ឃឹមរបស់ប្រជាជនមន្ត្រីជាន់ខ្ពស់ទាំង4មិនបានរើសអើងអំពីរឿងដែលថាអ៊ីគឺជាកូនរបស់អតីតអ្នកទោសប្រហារជីវិតអ្វីនោះទេគេប្រកាន់យកតែគំនិតប្រាជ្ញាភាពអច្ឆរិយៈនៃសមត្ថភាពគុណធម៌ដ៏ខ្ពង់ខ្ពស់និងលទ្ធផលការងារដ៏ធំធេងរបស់គេប៉ុណ្ណោះក្នុងការជ្រើសរើសឲ្យធ្វើជាអ្នកស្នងរាជបល្ល័ង្កព្រះរាជាសុនព្រះអង្គមិនប្រើមនុស្សដោយប្រកាន់យកតែញាតិសន្តានឬលើកកូនចៅឲ្យទទួលរាជបល្ល័ង្កបន្តពីព្រះអង្គអ្វីដែរតែព្រះអង្គយកសមត្ថភាពនិងគុណធម៌ធ្វើជាគោលការណ៍សំខាន់ព្រះអង្គព្រមទទួលយកតាមសំណើរបស់មន្ត្រីជាន់ខ្ពស់ទាំង4ដោយពេញព្រះハរតីជាខ្លាំងព្រះអង្គបានតែងតាំងអ៊ីឲ្យសម្រេចរាជកិច្ចជំនួសព្រះអង្គហើយក៏បានផ្ទេររាជបល្ល័ង្កឲ្យទៅអ៊ីនៅពេលដែលព្រះអង្គសោយទីមង្គលការលើកស្ទួយអ្នកប្រាជ្ញរបស់មន្ត្រីជាន់ខ្ពស់ទាំង4និងការចេះប្រើអ្នកប្រាជ្ញរបស់ក្សត្រសុនទទួលបានការកោតសរសើរពីសំណាក់មហាជននាសម័យក្រោយៗមកទៀតជាខ្លាំង
សុនខ្វាងជាអ្នកប្រាជ្ញនិងជាអ្នកសិក្សាអំពីអច្ឆរិយៈបុគ្គលនៅសម័យចាងគក់បានផ្ដល់តម្លៃព្រឹត្តិការណ៍នេះយ៉ាងខ្ពង់ខ្ពស់ថាសុនផ្ដល់ទឹកដីឲ្យអ៊ីគ្រប់គ្រងគឺជាការលើកស្ទួយអ្នកប្រាជ្ញអំពើនេះមិនប្រឆាំងនឹងការគោលការណ៍ទំនៀមទម្លាប់នោះទេព្រះអង្គទ្រង់មិនប្រកាន់បកពួកនឹងមិនលំអៀងមកលើសាច់សាលោហិតអ្វីដែរទ្រង់ឆ្វេងយល់ទៅលើអ្នកមានសមត្ថភាពនិងគុណធម៌តែប៉ុណ្ណោះដូច្នេះយើងឃើញថាបើមិនប្រើអ្នកប្រាជ្ញឲ្យសមនឹងសមត្ថភាពនោះទេការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនរុងរឿងនិងរកការកសាងបែបបទសង្គមឲ្យមានស្ថិរភាពពុំមែនជារឿងអ្វីដែលអាចទៅរួចដោយងាយៗនោះឡើយនៅក្រៅមេឃលើដីនេះគេត្រូវយកមនុស្សជាកត្តាសំខាន់ប្រជារាស្ត្រមានសេចក្តីសុខអាស្រ័យលើអ្នកគ្រប់គ្រងអ្នកគ្រប់គ្រងមិនថាជាចៅហ្វាយស្រុកចៅហ្វាយខេត្តក្រុងពួកគេតែជាមនុស្សវាងវៃមានគុណធម៌មានសមត្ថភាពពេញលេញជាមនុស្សដែលមានបេះដូងលះបង់ពិតប្រាកដជាមនុស្សដែលមិនប្រើតំណែងកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនជាមនុស្សដែលប្រជាជនស្រឡាញ់គោរពដោយជឿទុកចិត្តមានអ្នកបំបាក់កំពុងជាច្រើនដែលស្រក់ទឹកមាត់ចង់បានតំណែងនេះឯអ្នកពូកែមែនតែនច្រើនតែមិនចង់ចេញមុខតែគេមានសមត្ថភាពតើយើងត្រូវធ្វើដូចម្ដេចដើម្បីរកអ្នកខ្លាំងពិតប្រាកដឲ្យឃើញរកបានកាន់តែច្រើនកាលណាគឺកាន់តែល្អកាលនោះ